គេបបួងកូនខ្ញុំថាមកយកក៏អាវនៅភ្នំពេញតាំងពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះអត់ឃើញវាយកឲ្យកូនខ្ញុំទៅវិញទេអ្នកណាគេត្រូវជាមិនបានលបួងកូនស្រីរបស់បងបាននៅភូមិផងលបងចិត្តគ្នាមានឈ្មោះអីដែរបងអ្នកនាំទៅហ្នឹងមកមានបបហើយមានក្រាំបាក់អាយុប្រហែលអាយុ29ដល់10ឆ្នាំធ្វើការអីវាធ្វើការមានពិតប្រកបទេអ្នកភូមិផងរបងជាមួយគ្នាហ្នឹងហ៎បងចាដំណឹងគាត់ត្រូវបានអ្នកភូមិផងរបងជាមួយគ្នាបានលបួងលួងលោមកូនស្រីរបស់គាត់អាយុទៅតែ10ឆ្នាំជាងមកទីក្រុងភ្នំពេញមិនដឹងថាទៅធ្វើអីទេឥឡូវនេះបាត់ខ្លួនមកទល់ពេលនេះ2ថ្ងៃហើយបាទហើយក៏បានដាក់ពាក្យបណ្ដឹងហើយក៏បានស្នើសុំឲ្យសមាជិកជួយអន្តរាគមន៍ឥឡូវនេះគាត់មិនអស់ចិត្តក៏បានស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយជាដំណឹងនេះផងដើម្បីឲ្យជ្រាបជូនទៅដល់សមាជិកជួយស្រាវជ្រាវនិងជួយតាមរកនារីខាងលើដែលបានលបួងលួងលោមកូនគាត់មកទីក្រុងភ្នំពេញនេះវាពពល់ថាមករកខោអាវយកខោអាវកូនខ្ញុំក៏បានសុំខ្ញុំថាម៉ែអើយខ្ញុំទៅយកខោអាវមួយវាថ្ងៃទៅខ្ញុំទៅវិញតែឥឡូវអត់ឃើញទៅវិញទេប្រហែលថ្ងៃហើយបងម្សិលមិញវេលាម៉ោង9លបួងពីណាទៅបងលបួងពីភូមិស្វាយមាសឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមវាជាសិស្សថ្នាក់ទី10សេអញ្ចឹងលបួងនៅផ្ទះទេអញ្ចឹងលបួងនៅផ្ទះប្រាប់ថាឲ្យទៅយកអាវមកពេញតាគាត់យកអាវនៅពេញចាំមិនបានគាត់មកតាមគេវាចង់បានខោអាវគេចង់បានខោអាវគេចាពីម្សិលមិញមកទល់ពេលនេះបងបានដើររកកូនដល់ណាខ្លះខ្ញុំដើររកកុកកលៀតខ្ញុំមិនដែរដៃទេអូនបាយកុំតែហូបដែរមានបានទេទៅកូនទេកូនមានទូរស័ព្ទប្រើទេបងតែគេដកទូរស័ព្ទចេញគេមិនឲ្យលើកនិយាយទេខ្លាចណាអូនខ្លាចគេធ្វើបាបខ្លាចគេសម្លាប់ខ្លាចគេបោកហើយប្រុសវាបងវានិយាយថាប្រុសវាសាប់ពួកអាយុទៅណាំអីសនំពោទៅសមាជិកឲ្យសមាជិកគេជួយទេបងចាជួយឲ្យសមាជិកធ្វើអន្តរាគមន៍ខ្ញុំបងខ្ញុំក៏មានអីទេមានតែម្រាមដៃដបកូនខ្ញុំតែបាយពីខ្ញុំទេអូនតែទៅជាមួយខ្ញុំឡើយបើសិនជាកូនបានឃើញវីដេអូនេះមានអីនិយាយទៅកាន់កូនឲ្យកូនវិលត្រឡប់មកវិញអត់បងឲ្យកូនខ្ញុំមកវិញខ្ញុំស្ដាយចំណៃវាណាឲ្យវារៀនជាប់ចុងចាប់ដើមខ្ញុំស្ដាយថាឲ្យវាឲ្យកូនវិញចំណៃគេអត់វាខ្ញុំតែឲ្យកូនដើរសំត្រាមសំទៀតគេចាំគាត់អល់មានពីអីផ្ដាំទៅអ្នកនាំកូនបងទៅទេក៏បែបអើយôngនាំកូនអីមកវិញមកថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែប្រម៉ូសិនលក់ចូលឆ្នាំ2025បានត្រឡប់មកវិញហើយចំណេញផ្ទួនរហូតដល់4មុខនាឱកាសបុណ្យគ្រីស្មាស់និងចូលឆ្នាំថ្មី2026រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារឹមពីក្រុមហ៊ុនស៊ុនស៊ីមេកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់$500ភ្លាមប្រម៉ូសិននេះអនុវត្តចាប់ពីថ្ងៃទី7ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះតែប៉ុណ្ណោះជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាគ្រប់នឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាពវិទ្យុឥឡូវនេះបងស្រីម្នាក់ឡើងមកពីស្រុកជើងព្រៃខេត្តកំពង់ចាមមកដល់ទីក្រុងភ្នំពេញនេះបានគឺនៅម៉ោងប្រមាណជាង9យប់ត្រូវនឹងថ្ងៃទី26ខែធ្នូឆ្នាំ2025ស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយជាដំណឹងគាត់ត្រូវបានអ្នកភូមិផងរបងជាមួយគ្នាបានលបួងលួងលោមកូនស្រីរបស់គាត់អាយុទៅតែ10ឆ្នាំជាងមកទីក្រុងភ្នំពេញមិនដឹងថាទៅធ្វើអីទេឥឡូវនេះបាត់ខ្លួនមកទល់ពេលនេះ2ថ្ងៃហើយបាទហើយក៏បានដាក់ពាក្យបណ្ដឹងហើយក៏បានស្នើសុំឲ្យសមាជិកជួយអន្តរាគមន៍ឥឡូវនេះគាត់មិនអស់ចិត្តក៏បានស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយជាដំណឹងនេះផងដើម្បីឲ្យជ្រាបជូនទៅដល់សមាជិកជួយស្រាវជ្រាវនិងជួយតាមរកនារីខាងលើដែលបានលបួងលួងលោមកូនគាត់មកទីក្រុងភ្នំពេញនេះជំរាបសួរបងចាឈ្មោះអីដែរបងខ្ញុំឈ្មោះសោមសុភាវណ្ណាអាយុប្រហែលហើយបងអាយុ48ឆ្នាំស្នាក់នៅណារាល់ថ្ងៃបងភូមិស្វាយមាសឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមមានរឿងអីបានមកសំពះហើយយំទឹកភ្នែកឡើងមកពីណាដែរហើយមានរឿងអីកើតឡើងបានដល់ថ្នាក់យំអញ្ចឹងមកពីគេបបួងកូនខ្ញុំថាមកយកក៏អាវនៅភ្នំពេញតាំងពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះអត់ឃើញវាយកឲ្យកូនខ្ញុំទៅវិញទេអ្នកណាគេត្រូវជាមិនបានលបួងកូនស្រីរបស់បងបាននៅភូមិផងលបងចិត្តគ្នាមានឈ្មោះអីដែរបងអ្នកនាំទៅហ្នឹងមកមានបបហើយមានក្រាំបាក់អាយុប្រហែលអាយុ29ដល់10ឆ្នាំធ្វើការអីវាធ្វើការមានពិតប្រកបទេអ្នកភូមិផងរបងជាមួយគ្នាហ្នឹងហ៎បងចាហើយមិនបាន
ឈានដល់ថ្នាក់លបួងលួងលោមកូនបងបានសម្រេចឡើងមកពេញនេះ វាពពលថាមករកខោអាវយកខោអាវកូនខ្ញុំក៏បានសុំខ្ញុំថាម៉ែអើយខ្ញុំទៅយកខោអាវមួយវាថ្ងៃទៅខ្ញុំទៅវិញតែឥឡូវអត់ឃើញទៅវិញទេ ប្រហែលថ្ងៃហើយបង ម្សិលមិញវេលាម៉ោង 9 លបួងពីណាទៅបង លបួងពីភូមិស្វាយមាសឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមវាជាសិស្សថ្នាក់ទី10សេ អញ្ចឹងលបួងនៅផ្ទះទេអញ្ចឹង លបួងនៅផ្ទះ ប្រាប់ថាឲ្យទៅយកខោអាវមកពេញ តាគាត់យកខោអាវនៅពេញ ចុះមិនបានគាត់មកតាមគេ វាចង់បានខោអាវគេ ចង់បានខោអាវគេ ចា ហើយគេយកមកបដ ாய் ទៅ ចា កូនបងឈ្មោះអី សោមច័ន្ទនិរដី អាយុប្រហែលហើយបង 15ឆ្នាំ ជាសិស្ស ជាសិស្សថ្នាក់ទី10សេ ហេតុអីបានកូនបងទៅតាមគេអញ្ចឹង វាមិនដែលទៅតាមអ្នកណាទេគេពពងថាមកយកខោអាវនៅភ្នំពេញហើយទៅវិញវាក៏បានប្រាប់ខ្ញុំថាម៉ាក់អើយខ្ញុំមកមួយវាមិនក្បើបហើយយកឲ្យខ្ញុំទៅវិញទៅឥឡូវបាត់រហូតមិនឃើញមកទេ បងបានដាក់ពាក្យបណ្ដឹងឲ្យនៅបង ដាក់ឲ្យអូនដាក់ហើយ ដាក់នៅណាបង នៅឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមនៅស្រុក នៅស្រុកហ្មង ចា ប៉ូលីសស្រុកគេនិយាយថាម៉េចបង ប៉ូលីសស្រុកគេរកឲ្យដែរតែខ្ញុំមិនអស់ចិត្តខ្ញុំឲ្យបងអូនជួយផ្សះផ្សាយឲ្យឃើញកូនខ្ញុំខ្លាចកូនខ្ញុំងាប់ ប្រហែលថ្ងៃហើយបង ម្សិលមិញអូនម្សិលមិញ ពីម្សិលមិញមកទល់ពេលនេះបងបានដើររកកូនដល់ណាខ្លះ ខ្ញុំដើររកកុកកលៀតខ្ញុំមិនដែរដេកទេអូនបាយកុំតែហូបដែរ មានបានទេទៅកូនទេកូនមានទូរស័ព្ទប្រើទេបង តែគេដកទូរស័ព្ទចេញគេមិនឲ្យលើកនិយាយទេ មិនអញ្ចឹងបង ខ្ញុំអត់ដឹងដែរអូនខ្ញុំអត់ដឹងទេ មានរូបម្នាក់ស្រីដែលយកទៅនឹងទេបង មានអូនមាន មានហ៎ ចា៎ អាចបង្ហាញបានទេបង បានអូនបាន ជួយបង្ហាញខ្ញុំតិចមើលថាម្នាក់ណាដែលយកទៅនឹង ចាចាម្នាក់ហ្នឹងអូនម្នាក់ហ្នឹង ហ្នឹងឯង ចា ឈ្មោះអីបង ឈ្មោះមីកបបហៅក្រាំបាក់ អូចុះគាត់អត់មានក្រុមគ្រួសារសាច់ញាតិនឹងភូមិនឹងទេ មានអូនមាន តែមិនព្រមប្រាប់អ្នកគ្រួសារគេឲ្យបានដឹង ព្រាបហើយបងប្អូនគេខ្ញុំជួបនៅលូ5ខ្ញុំមកដល់កន្លែងបងបងវាថាធ្វើមិនធ្វើទៅយកទៅស្លាប់ចោលណាស្លាប់ទៅវាអត់ដឹងទេ អញ្ចឹងទៀត ចា អូ ព្រោះឯងមាននឹងមនុស្សពីលាវ៉ាសែនិយាយអញ្ចឹងមីឯងយកទៅស្លាប់ចោលណាស្លាប់ទៅមិនគួរណានាំអ្នកដៃមកសោះអាក្រៀមចេះមិនចេះកោខ្ញុំបានជួបបងវាហើយនៅលូ5ល្ងាចមិញ បងបានជួបបងប្អូនគេហើយ ជួបអស់ហើយអូនជួបអស់ហើយ តែអត់ឃើញម្នាក់ស្រីនឹងទេ អត់ឃើញទេ មានអីសំណូមពរទៅសមត្ថកិច្ចឲ្យសមត្ថកិច្ចគេជួយទេបង ចាជួយឲ្យសមត្ថកិច្ចធ្វើអន្តរាគមន៍ឲ្យខ្ញុំបងខ្ញុំក៏មានអីទេមានតែម្រាមដៃដបកូនខ្ញុំតែបាយពីខ្ញុំទេអូនដៃទៅជាមួយខ្ញុំឡោតទៅណាមតែឲ្យទៅទេតែរៀនអាបងជូនទៅសិលមិញវាជឿពោះអាបងក៏ឲ្យនៅផ្ទះទៅបងវានោះ តែមិញឈឺពួកឲ្យនៅផ្ទះ ចាឲ្យវានៅផ្ទះវាអត់ស្រួលខ្លួនខ្ញុំក៏សុំច្បាប់អ្នកគ្រូឲ្យអ្នកគ្រូក៏ឲ្យចប់ទៅ បាទបន្ទាប់ទៅក៏មានរឿងនឹងកើតឡើងបដ ாய் ទៅ ចាខ្ញុំក៏ទៅដាំជ័យកើយទៅពីល្ងាចវាបបួលទៅអ្នកចិត្តខាងថានោះបបួលកូនទៅខ្ញុំថាហងមិនចេះបបួលកូនអញទៅហ៎ហង បាននិយាយចឹងទៀត ចាបាននិយាយយ៉ាងទៀតតែខ្ញុំនិយាយប្រយោលចោលហើយវាដល់នេះវានាំគ្នាទៅត្មង គេអ្នកនាំទៅឬក៏កូនបងស្ម័គ្រចិត្តទៅជាមួយគេ វាអ្នកនាំទៅបើវាមិននាំទៅកូនខ្ញុំមិនដែរស្គាល់អីទាំងអស់អូនស្គាល់តែសាលាប្អូនបោកដប់ទៅទៀត អីខ្លាចទេបងពីកូនគេកូន ខ្លាចណាអូនខ្លាចគេធ្វើបាបខ្លាចគេសម្លាប់ខ្លាចគេបោកហើយប្រុសវាបងវានិយាយថាប្រុសវាសាប់ពួកអាយុទៅណាំ តែអញ្ចឹងផង ចា ដល់ថ្នាក់ហ្នឹង ចា បងស្រីបើសិនជាកូនបានឃើញវីដេអូនេះមានអីនិយាយទៅកាន់កូនឲ្យកូនវិលត្រឡប់មកវិញអត់បង ឲ្យកូនខ្ញុំមកវិញខ្ញុំស្ដាយចំណៃវាណាឲ្យវារៀនជាប់ចុងចាប់ដើមខ្ញុំស្ដាយថាឲ្យវាឲ្យកូនមិនចំណៃខ្ញុំអត់វាខ្ញុំទៅឲ្យកូនដែរសម្រាប់សំទានគេចាំចាំគាត់ណល់ មានពាក្យអីផ្ដែផ្ដាំទៅអ្នកនាំកូនបងទៅទេ ក៏បែបអើយហងនាំកូនអីមកវិញមក បាទបាត់យំទៅបងកុំភ័យបាទខ្ញុំផ្សាយឲ្យបាទប្អូនស្រីអើយបាទមើលទឹកភ្នែកម្ដាយគេទៅបាទប្អូនស្រីយកកូនគេទៅត្រូវយកកូនគេត្រឡប់មកវិញឥឡូវនេះគាត់បានដាក់ពាក្យបណ្ដឹងឲ្យហើយដើម្បីស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកប្អូនហើយអញ្ចឹងមិនឲ្យមានរឿងធំត្រូវនាំកូនគេត្រឡប់មកផ្ទះវិញជាពិសេសប្អូនស្រីបើសិនជាបានឃើញវីដេអូនេះមេត្តាតាក់ទងមកម្ដាយផងកុំឲ្យម្ដាយដើររប្អូនតាំងពីជើងព្រៃពីខេត្តកំពង់ចាមមកដល់ទីក្រុងភ្នំពេញនេះបាទទីក្រុងភ្នំពេញនេះមិនមែនតូចទេបាទអញ្ចឹងប្អូនបើបានឃើញវីដេអូនេះហើយតាក់ទងមកម្ដាយវិញផងដើម្បីឲ្យម្ដាយអស់ចិត្តហើយសង្ឃឹមថាប្អូនមិនមានរឿងអីកើតឡើងទៅចោះហើយសង្ឃឹមថាប្អូននឹងពិចារណាម្ដងទៀតរាល់កំហុសខុសឆ្គងដែលម្ដាយបានស្ដីបន្ទោសឲ្យហើយជាពិសេសអ្នកនាំទៅ
បើសិនជាមិននាំមកវិញទេសមត្ថកិច្ចលោកនឹងធ្វើការតាមច្បាប់ទៅហើយបាទអរគុណប្រិមត្តទូទស្សនិកជនខ្ញុំបាទ Mr. K រួមទាំងបងស្រីក៏សូមលំអរកាយគ្រប់លាបើសិនជាមានពីពេចខុសឆ្គងត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ